សិក្សាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទៅលើ Pantone អញ្ចឹងនៅក្នុងករណីប្រើ Pantone នេះគឺខ្ញុំនឹងលើកយកធានបទមួយមកនិយាយគឺពាក់ព័ន្ធជាមួយនឹង name card អញ្ចឹងនៅក្នុងករណីនេះផងដែរគឺខ្ញុំនឹងចូលទៅបង្កើត new file ថ្មី new file ថ្មីតែម្ដងអញ្ចឹងដំបូងយើងត្រូវទៅចូល new file ឡើងនេះតែមកយើងត្រូវដាក់ឈ្មោះវាឲ្យឧទាហរណ៍ថាយើងចង់បង្កើត name card យើងដាក់ឈ្មោះឡើងនឹង name card ប៉ុន្តែបើយើងចង់បង្កើតអីផ្សេងយើងត្រូវដាក់ឈ្មោះផ្សេងឬក៏ page poster អញ្ចឹងណាអូខេចឹងនៅពេលដែលយើងបានហើយយើងត្រូវកំណត់ទំហំរបស់វាទំហំរបស់យើង name card ជាទូទៅទំហំប្រហែលអញ្ចឹងបើយើងដាក់ 8.5 អញ្ចឹងទំហំ name card នៅទីនេះគឺ 8.5 សង់ទីម៉ែត្រ 8.5 សង់ទីម៉ែត្រ 8.5 សង់ទីម៉ែត្រកន្លែងនេះក៏យើងត្រូវដូរដែរកន្លែងនេះ 5.5 សង់ទីម៉ែត្រ solution នេះយើងចង់ដាក់72ក៏បានដាក់300ក៏បានដាក់150ក៏បានស្រេចយើងប៉ុន្តែយើងត្រូវដឹងថាទំហំកាន់តែទូយើងត្រូវទៅដាក់ solution ហ្នឹងកាន់តែច្រើនអញ្ចឹងទំហំ name card នេះគឺវាទូចឹងយើងដាក់ទំហំវា300មកហើយករណីកន្លែងនេះតើវាជាប្រភេទ name card ដែលយើង copy ចេញឬក៏ប្រភេទ name card ដែលយើងគ្រាន់តែ post នៅក្នុង social media ដូចជា Facebook YouTube អីផ្សេងៗបើក្នុងករណីយើងគ្រាន់តែ post ទេយើងប្រើប្រភេទ color RGB ប៉ុន្តែបើក្នុងករណីយើង print ចេញធ្វើជា name card តែម្ដងយើងប្រើ CMYK អូខេនៅក្នុងចំណុចនេះខ្ញុំប្រើ CMYK ណាអូខេអញ្ចឹងកន្លែងនេះយើងអត់បាច់ដូរទេ background វាពណ៌អសទៅហើយអូខេតទៀតយើងចូលទៅដល់ crop នេះមកយើងបានទំហំរបស់វាចឹងនៅពេលយើងបានទំហំរបស់វាយើងត្រូវធ្វើអីទៀតតើមួយណាដែលយើងនាមកាត់មួយណាដែលយើងចង់បាន lifestyle ឧទាហរណ៍ដូចមួយនេះឬក៏មួយនេះបើយើងចង់បានមួយនេះយើងត្រូវ copy វាមកយើងបាននេះហើយអញ្ចឹងយើងទាញវាចូលដើម្បីយើងងាយស្រួលធ្វើតាមចា៎ពាក់ព័ន្ធជាមួយនឹងការធ្វើ name card នេះគឺវាត្រូវចំណាយពេលរៀងបើសិនជាយើងចេះស្ទាត់អត់អីទេវាអត់យូរទេប៉ុន្តែបើក្នុងករណីយើងអត់ចេះស្ទាត់គឺយើងត្រូវការចំណាយពេលរៀងច្រើនគួរសមដែរហើយបើក្នុងករណីនេះខ្ញុំបរៀនអ្នកទាំងអស់គ្នាតើប្រហែលចំណុចទេរិះសារតើបើសិនជាក្នុងករណីចង់បានវីដេអូពេញចាំជួយតាក់ទងមកខ្ញុំផ្ទាល់ហ្មងអញ្ចឹងពេលដែលយើងចុចបែបនេះយើងត្រូវប្រើ shift ណាដើម្បីកុំឲ្យវាបែករូបអូខេអញ្ចឹងពេលយើងបានចឹងហើយយើងចុច tick មកអញ្ចឹងនៅក្នុងករណីនេះអ្នកទាំងអស់គ្នាត្រូវតែគូបានន័យថាត្រូវតែប្រើមុខងារមួយទៀតគេហៅថាប្រភេទ put shape ការគូនៅរូបរាងអញ្ចឹងយើងគូរូបរាងបែបម៉េចបានថាយើងយកជ្រុងឬក៏យើងយកមូលយើងនឹងយកប្រភេទពុកផ្កាយអញ្ចឹងយើងយកប្រភេទជ្រុងមកប៉ុន្តែនៅក្នុងនេះវាមានមុំរបស់វាឯងអញ្ចឹងនៅក្នុងនេះវាចេញឲ្យវាចេញឲ្យយើងត្រូវដាក់ពណ៌វានេះគ្នាយើងចង់ដាក់ពណ៌អីយើងដាក់ពណ៌ខៀវឬក៏យើងចង់ដាក់ប្រភេទពណ៌ម៉េចចែកលើយើងបើយើងចង់បិទ fill ហ្នឹងហើយយើងប្រើ color ធម្មតាដាក់បានអត់អីទេយើងប្រើប្រភេទពួកទឹកសមុទ្រក៏បានឬប្រើពួកស្វាយក៏បានប្រើប្រភេទពួកលឿងក៏បានដែរផ្សេងជើងឬក៏យើងចង់ប្រើពណ៌នេះអូខេយើងប្រើពណ៌នេះក៏បានដែរចឹងយើងបរិចមកនេះយើងឃើញមុំចាយនេះគឺយើងអំពីការទាញមុំរបស់វាយើងទាញមុំឲ្យស្មើណាអូខេតើទាញមុំស្មើយើងទាញរូបភាពបញ្ចូល
ទាញចូលសងខាងស្មើគ្នាដើម្បីយើងកំណត់ទៅលើមុំរបស់វាអានេះយើងត្រូវគូ background វាពីក្រោមសិនមុននឹងយើងចាប់ផ្ដើមគូវាចេញជារូបរាង shape វាក៏យើងចង់បដូរវាទៅជាអីបន្ថែមទៀតអញ្ចឹងយើងបានទំហំប៉ុណ្ណេះហើយអូខេស្មើគ្នាអញ្ចឹងយើងចូលទៅមើល layer វាថា layer វាប្រើបែបម៉េចដោយសារនេះខ្ញុំដាក់ layer ជាមួយនឹងយើងទាញមកពីអាចាស់ចឹងណាអញ្ចឹងយើងបាន background ពីក្រោយពណ៌ហ្នឹងហើយអញ្ចឹងយើងអាចបិទវាទុកបានហើយយើងចាប់ផ្ដើមបង្កើតថ្មីទៀតបន្ថែមយើងចាប់ផ្ដើមគូអញ្ចឹងនៅក្នុងករណីនេះយើងគូយើងអាចប្រើ pen tool នេះគូអ្នកទាំងអស់គ្នា pen tool នេះយើងប្រើនឹងគូអូខេគូតាមរូបរាងគេមកយើងត្រូវបរិចរូបនឹងឲ្យធំតិចមកយើងអាចគូតាមរូបរាងគេមកយើងទាញឲ្យធំតិចមកទៅពេលនេះវាកាត់ហើយយើងពុតតាមរូបរាងរបស់គេអូខេតមកទៀតយើងគូមកខាងក្រោមទៀតណាបានជុំសិនមកតើមកយើងដូរពណ៌វាហាឧទាហរណ៍យើងស្រឡាញ់ពណ៌ស្វាយយើងដាក់ពណ៌ស្វាយមកប៉ុន្តែបើយើងអត់ស្រឡាញ់ពណ៌ស្វាយទេយើងដូរវាទៅជាពណ៌ក្រហមក៏បានដែរអូខេអញ្ចឹងពេលយើងប្រើ pen ហ្នឹងហើយយើងឃើញរូបរាងវាអត់សូវស្អាតទេឃើញទេអញ្ចឹងយើងត្រូវចូលទៅកន្លែងរូបប៊ិចនឹងទៅដែរ pen នឹងដែរប៉ុន្តែយើងអត់យក pen tool នឹងទៀតទេយើងត្រូវយកនេះ crush river pen tool គេយើងត្រូវយកហ្នឹងយកមក select លើវាមកវាលោតឲ្យឃើញវាចេញហើយយើងចង់ទាញបែបម៉េចវាលោតឲ្យទាំងអស់អញ្ចឹងនៅក្នុងករណីនេះគឺយើងជាអ្នកសេរីខ្លួនឯងណាសេរីខ្លួនឯងថាយើងចង់បានពណ៌អីចង់បានមួយបែបម៉េចឬក៏ចង់លេងសម្អងម៉េចគឺយើងអ្នកកំណត់ខ្លួនឯងទាំងអស់នេះទៅយើង design គឺយើងប្រើកំណត់របស់យើងខ្លួនឯងផ្ទាល់តែម្ដងណាអរគុណច្រើនខ្ញុំមានតែប៉ុណ្្នឹងហើយបើក្នុងករណីនេះយើងកាត់ឲ្យស្អាតមកយើងប្រើនេះកាត់មកយើងចង់បានផ្សេងទៀតយើងប្រើកាត់ឃើញដល់ពេលយើងទាញមកឃើញវាស្មើហើយដោយសារអាគល់នេះគឺយើងប្រើរៀងទូចចឹងយើងទៅទាញវារៀងទូចដែរឃើញទេយើងស្រេចលើយើងនៅក្នុងការយើងសេរីយើងចង់សេរីបែបម៉េចឧទាហរណ៍ថាយើងចង់បានពណ៌អីយើងត្រូវចូលកន្លែង fill នេះដើម្បីដូរពណ៌វាយើងចូលទៅមើលកន្លែង layer ហើយចូលទៅមើលកន្លែង layer របស់យើងទៅចូល property មួយទៀតយើងចង់ដូរពណ៌អញ្ចឹងតែបើយើងអត់ចង់ដូរចូល property ទេយើងចូលទៅ fx នេះ sorry យើងចូលទៅ fx នេះដើម្បីចូលទៅកន្លែងដូរពណ៌នេះចូលពីនេះណាចង់ដូរពណ៌ហ្នឹងទៅជាពណ៌បែបខៀវក៏បានពណ៌ស្វាយក៏បានពណ៌បៃតងក៏បានសេចលើយើងអញ្ចឹងណាអូខេយើងចង់ដាក់ក្រហមក៏បានដាក់ខៀវក៏បានសេចលើយើងចំការឈូកអីក៏បានអូខេចឹងសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងវីដេអូខ្ញុំហើយយើងសេរីខ្លួនឯងមកកន្លែងនេះយើងបង្កើត layer មួយទៀតមកឬក៏បើមិនបង្កើតទេយើងគូឲ្យដូចគ្នាមកបន្ទាប់មកយើងចុច alt ហើយយើងទាញចេញមកគឺបានឧទាហរណ៍ថាខ្ញុំបានមួយនេះចុចខ្ញុំចុច alt មកហើយយើងទាញចេញមកគឺបាន2អូខេអញ្ចឹងកុំភ្លេចចុច alt ហើយយើងទាញរូបនឹងចេញហ្មងអូខេសម្រាប់វីដេអូខ្ញុំមានប៉ុណ្ណឹងហើយអាក្របពីលើនេះគឺយើងបង្កើតមួយទៀតបង្កើតហើយយើងទាញវាពីលើមកឧទាហរណ៍ថានេះខ្ញុំបង្កើតអាពណ៌ខៀវនេះឲ្យមើលណាអញ្ចឹងយើងចូលទៅកន្លែងនេះយើងចាប់ដើមទាញមកទាញចឹងអូខេចឹងទាញចឹងយើងត្រូវប្រើនេះចាញ់កុំបិទចិត្តពេកយើងដូរពណ៌វាឲ្យហើយឧទាហរណ៍ថាយើងស្រឡាញ់ពណ៌យ៉ាងស្វាយ
anh nàyយើង Q ចាស់ហើយយើងទាញវាចូលមកអូខេអញ្ចឹងយើងចង់នេះវាយើងចង់ទាញវាយើងអត់ប្រើ pen ទេយើង control វាម្ដងទៀតអញ្ចឹងយើងចុចលើវាមកតោះមកយើង control T ប្រើអក្សរ control ហើយចុចអក្សរ T មកដើម្បីលក់ចេញទៅតោះមកយើងឃើញពាក្យនេះអូខេយើងចុចអាហ្នឹងមកដើម្បីទាញរូបរាងវាចូលនេះទាញចឹងមកអូខេអ្នកទាំងអស់គ្នាធ្វើអញ្ចឹងមកមើលតាមហ្នឹងមួយហើយទាញអញ្ចឹងមកណាអូខេពីខ្ញុំមានប៉ុណ្ណឹងអរគុណច្រើននេះចុងក្រោយដើម្បីរៀនពីទម្រង់តពឹងខ្ញុំបរៀនគ្នាយើងច្រើនពាក់ព័ន្ធជាមួយនឹងទី1ការប្រើប្រាស់ pen ដើម្បីគូទី2ខ្ញុំបរៀនគ្នាយើងពាក់ព័ន្ធជាមួយនឹងការចុច control ឲ្យទាញបានរូបមួយទៀតហើយនឹងការប្រើប្រាស់នៅចំណុចពិសេសនេះមួយទៀតអរគុណច្រើនហើយខ្ញុំក៏ថាវីដេអូនេះនឹងជាជំនួយដល់គឺយើងនៅក្នុងការបង្កើត name card ក៏ដូចជា poster ផ្សេងៗអរគុណច្រើនជំរាបលា